ជំរាបសួរសួស្តីពុកម៉ែបងប្អូនអ៊ំពុំមីងថ្ងៃហ្នឹងខ្ញុំមកញ៉ាំអីនៅក្រៅម្ដងអញ្ចឹងនិយាយទៅមកអាទិត្យអីខ្ញុំចេញញ៉ាំអីម្ដងទេទៅមួយមិត្តភ័ក្តិទៅមួយអីអញ្ចឹងណាគេបបួលចេញក្រៅញ៉ាំអីលេងអីចឹងខ្ញុំអត់សុខពេកខ្ញុំចេញញ៉ាំអីលេងម្ដងអីចឹងកុំឲ្យ stress ចឹងយើងនៅផ្ទះហើយថតដែរញ៉ាំអីនៅផ្ទះដែរនិយាយទៅយើងធុញដែរចឹងបងប្អូនចឹងខ្ញុំគិតថាមួយអាទិត្យអីខ្ញុំចេញក្រៅញ៉ាំអីឬក៏ដើរលេងអីម្ដងអញ្ចឹងខ្ញុំមកញ៉ាំអីនៅបាសាក់បងប្អូននិយាយទៅហាងគេអត់ធំអីហ្មងនេះទូចល្មមទេប៉ុន្តែម្ហូបគេមានវាថាម្ហូបអឺរ៉ុបក៏មានម្ហូបបែបខ្មែរក៏មានអញ្ចឹងណាហើយទៅមិត្តភ័ក្តិគាត់ជំនឿជាតិហ្នឹងគាត់ហៅយើងទៅញ៉ាំអីអញ្ចឹងនឹកឃើញថាអត់សុខដែរទៅញ៉ាំអីទៅព្រោះអីយើងទៅអញ្ចឹងយើងអត់មានអស់លុយអីទេគាត់ថាទៅញ៉ាំអីលេងអញ្ចឹងបងប្អូនហើយនេះបងប្អូនឃើញគេមានម៉ោងពីម៉ោងពុកគេថាម៉ោង11ដល់ម៉ោង6អញ្ចឹងគេមាន promotion ត្រៀមមានអីអញ្ចឹងវាថាតម្លៃពិសេសអញ្ចឹងហើយអានេះខ្ញុំមកញ៉ាំវាដូចញ៉ាំអាហារថ្ងៃត្រង់ដែរទេនិយាយទៅវាអត់មានអីពិសេសអីទេគាត់ណាថាយើងបដូរបរិយាកាសខ្លះអញ្ចឹងបងប្អូនអានេះខ្ញុំកំងពីមុខបងប្អូនខ្ញុំកំងបកាឆាម្រេចខ្ចីហើយនឹងបកងអាំងតែបកងអាំងហ្នឹងយើងខកចិត្តតិចដោយសារអីខ្ញុំគាត់ថាគេពុះឲ្យគេដាក់គ្រីមមីគេអាំងមានសរបៀបទឹកត្រីកកុងមានអីលើហ្នឹងហើយយើងរៀងស្រួលញ៉ាំអញ្ចឹងតែពេលនេះមកទាំងមូលបងប្អូនអត់មានពុះមានអីទេមកចុងហ្មងហើយខ្ញុំនិយាយទៅខ្ញុំគ្រាន់តែឃើញអញ្ចឹងខ្ញុំរៀងលីដែរខ្ញុំខ្ជិលបកបងប្អូនតែអីទេឆ្ងាញ់តែបងប្អូនបកងគេនិយាយទៅរៀងគេអាំងល្មមណាគេអាំងអត់ឆ្អិនខ្លាំងអីទេយើងញ៉ាំទៅនៅរសជាតិនៅឆ្ងាញ់ហើយខ្ញុំចូលចិត្តញ៉ាំខួបកងបងប្អូនញ៉ាំខួបកងជ្រូកទឹកត្រីកកុងហ្នឹងនិយាយទៅយើងញ៉ាំដូចថាអត់ច្រើនអីថាអត់នេះអីយើងញ៉ាំប៉ុណ្ណឹងល្មមឆ្អែតល្មមហើយឆ្ងាញ់ហើយនៅនេះបងប្អូនញ៉ាំបកាឆាម្រេចខ្ចីបងប្អូនសាច់នៅទុំល្មមឆ្ងាញ់អញ្ចឹងនិយាយទៅបាយហ្នឹងញ៉ាំអស់តែពាក់កណ្ដាលលេងញ៉ាំអត់អស់ទេវិសាហូបក៏ច្រើនហើយបាយក៏ច្រើនទៀតហើយខ្ញុំកំងត្រៀមមួយcousin សូដាដោយសារពេលថ្ងៃបងប្អូនពេលថ្ងៃក្តៅចឹងយើងញ៉ាំវ៉ាញ់ឬក៏បៀអីវារៀងអត់សូវត្រូវវារៀងក្តៅចឹងខ្ញុំចង់ញ៉ាំអីត្រជាក់ឈៀលចឹងណាចឹងបើសិនជាពុកម៉ែបងប្អូនចង់ឃើញខ្ញុំធ្វើវីដេអូប្លែកនិយាយទៅ daily live ពុកម៉ែបងប្អូនថាជីវិតជាក់ស្ដែងយើងមិនចឹងណាអត់មានអីនេះទេតែបើពុកម៉ែបងប្អូនចង់ឃើញខ្ញុំធ្វើវីដេអូចឹងច្រើនទៀតជួយ follow comment like share វីដេអូខ្ញុំផងពុកម៉ែបងប្អូនអរគុណច្រើន hello guys today I go out with a friend to eat outside like I go out one time per week something and because I stay home all day all time like just with my son so I feel like a little bit boring so I plan to go out every week but maybe on Friday or weekend something if you guys like my video follow for more and don't forget to like comment on my video if you want to see more video or you want to see more video like that let's eat with me guys and today I eat the drink I take passion soda and the food I take shrimp fry with green pepper and lobster bag like that with the spicy sauce but this one is not very spicy you guys you can try it because they make the sauce that everyone can eat just a little bit spicy and so yummy come eat with me guys Eating here and see you in the next video and I eat outside like that one time per week only and the rest I eat home and I make food by myself and I stay home take good care of my son bring my son to school and back school 4 times per day like morning 7 a.m. I bring my son to school and I pick him from school at 11 and then we eat the lunch together and at 1 a.m. I bring my son again to English school and I pick him from school at 4:30 and 5 and then we eat again dinner at home Monday to Friday so I don't have much time to spend to go out so I go out only Friday and weekend something like I always told you in some video already but if you guys you want to try something new interesting exciting delicious
and sometimes a little bit strength, you can come to visit Cambodia, and there are many beautiful places to visit like sky bar, restaurant, beach, mountain, temple. We have a beautiful culture, traditional art, food, and it is well. Thank you so much for watching again. Don't forget to follow my TikTok and my Facebook page as well. See you soon in the next video. Bye bye.